ស្ដេចសៀមមួយអង្គប៊ីអស់ជីវិតក្នុងពេលចូលឈ្លានពានកម្ពុជាបាទប្រិយមិត្តនៅវីដេអូមុនខ្ញុំបានជម្រាបរួចមកហើយពាក់ព័ន្ធនឹងការរើបំរាស់ចេញពីអំណាចត្រួតត្រារបស់សៀមអយុធ្យាដោយកម្ពុជាយើងបានទៅចងសម្ព័ន្ធមិត្តជាមួយយួនបាទគឺយួនភាគកណ្ដាលការដែលប្រទេសកម្ពុជាយើងចងសម្ព័ន្ធមិត្តជាមួយនគរយួនភាគកណ្ដាលនេះធ្វើឲ្យបណ្ដាស្ដេចសៀមអយុធ្យាមិនពេញព្រះទ័យនោះឡើយនឹងបានត្រៀមលើកទ័ពចូលឈ្លានពានដែនកម្ពុជាបន្តទៀតដែលត្រូវនឹងរាជព្រះបាទជ័យជេដ្ឋាទី2តើស្ដេចសៀមអង្គណាដែលលើកទ័ពមកវាយប្រទេសកម្ពុជាយើងហើយតើមានគ្រោះថ្នាក់អ្វីខ្លះទើបបណ្ដាលឲ្យទ័ពសៀមចាញ់ទ័ពខ្មែរហើយប៊ីសនឹងសម្លាប់ស្ដេចសៀមអង្គនេះទៅទៀតដូច្នេះសូមប្រិយមិត្តរីករាយទស្សនានិងស្ដាប់ដូចតទៅតែសូមកុំភ្លេចជួយ follow Facebook page ក៏ដូចជា subscribe YouTube channel ហើយសូមអំពាវនាវសូមការឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទខ្លះផងដើម្បីបន្តការផលិតវីដេអូនេះបន្តទៀតបាទហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទកន្លងមកបាទសូមអរគុណបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យត្រឹងងារបានឲ្យដឹងថានៅឆ្នាំ1518ព្រះបាទស្រីសុរិយោពណ៌បានផ្ទេរព្រះរាជបល្ល័ង្កឲ្យទៅព្រះរាជទាយាទរបស់ទ្រង់គឺព្រះបាទជ័យជេដ្ឋាទី2ដោយមានព្រះបរមនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះជ័យជេដ្ឋាធិរាជរាមាធិបតីចំណែកឯព្រះអនុជជាប្អូនគឺព្រះឧត្ត័យរាជាត្រូវបានតែងតាំងជាព្រះមហាឧបរាជនៅឆ្នាំ1520រាជការថ្មីរបស់ព្រះអង្គបានផ្លាស់រាជធានីពីក្រុងល្វាឯមមកតាំងនៅក្រុងឧដុង្គមានជ័យវិញដោយដែលយើងបានឃើញនាពេលសព្វថ្ងៃនេះប្រវត្តិសាស្ត្រខ្មែរដដែលបានបន្តថាដោយសារព្រះបាទជ័យជេដ្ឋាទី2មិនព្រមទទួលស្គាល់រាជអំណាចរបស់សៀមមកលើប្រទេសកម្ពុជាយើងព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅឆ្នាំ1522ទ័ពសៀមបានលើកមកដល់ភ្នំចុងគៀងនៅស្រុកបរិបូរខេត្តកំពង់ឆ្នាំងបច្ចុប្បន្នព្រះបាទជ័យជេដ្ឋាទី2ក៏បានដឹកនាំទ័ពដោយផ្ទាល់ទៅតស៊ូប្រឆាំងនឹងកងទ័ពខ្មាំងសៀមទ័ពខ្មាំងសៀមបាក់ទ័ពក៏ត្រូវខ្មែរចាប់បានជាឆ្លើយសង្គ្រាមអស់ជាច្រើនហើយព្រះអង្គបានឲ្យហៅឆ្លើយទាំងនោះថាជាសៀមចុងគៀងនៅឆ្នាំ1623សៀមបានលើកទ័ពមកវាយកម្ពុជាយើងម្ដងទៀតក្រោមការបញ្ជាផ្ទាល់របស់ព្រះចៅស្រីធម្មរាជាប៉ុន្តែបើតាមឯកសារប្រវត្តិសាស្ត្រថៃស្ដេចសៀមអង្គនេះគឺមានឈ្មោះថាព្រះចៅឥន្ទ្ររាជាឬចៅសុងថាំហើយខ្ញុំនឹងបកស្រាយតាមក្រោយទៀតបាទលើកនេះសៀមបានលើកទ័ពមកវាយតាមជើងទឹកហើយបានឡើងច្រាំងនៅស្រុកពីមនៃទឹកដីកម្ពុជាក្រោមសពថ្ងៃដែលកាលនោះនៅជាទឹកដីរបស់កម្ពុជាយើងនៅឡើយហើយបានពើប្រទេសនឹងកងទ័ពរបស់ព្រះឧត្ត័យរាជាព្រះមហាឧបរាជកម្ពុជាដែលចេញពីក្រុងឧដុង្គទៅទប់ទល់នឹងទ័ពសៀមនៅឯខេត្តជាប់សមុទ្រសៀមក៏ត្រូវចាញ់ទ័ពខ្មែរម្ដងទៀតហើយបានថយទៅប្រទេសសៀមវិញអស់រាជពងសាវតាខ្មែរខ្លះបញ្ជាក់ថាក្រោយមកព្រះចៅសៀមទ្រង់ចាត់ឲ្យរាជបុត្រឈ្មោះព្រះជេដ្ឋាលើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀតព្រះឧត្ត័យរាជាត្រូវចាត់ឲ្យចេញទៅតទល់ទៀតសៀមក៏មិនហ៊ានច្បាំងហើយដកថយទៅវិញម្ដងទៀតដែរព្រះឧត្ត័យរាជាទ្រង់បានសុំរាជានុញ្ញាតព្រះបាទជ័យជេដ្ឋាជាព្រះរាជានិងជាព្រះរាមដើម្បីដេញវាយទ័ពសៀមឲ្យដល់ក្រុងអយុធ្យាតែម្ដងតែព្រះជ័យជេដ្ឋាទី2ទ្រង់មិនអនុញ្ញាតឡើយដែលនេះទំនងជាមានហេតុផលពាក់ព័ន្ធនឹងចម្បាំងផ្លូវឆ្ងាយកម្លាំងទ័ពស្បើយស្បៀងមិនគ្រប់គ្រាន់ហើយត្រូវខ្ចីទ័ពពីប្រទេសយួននោះទៀតទើបព្រះរាជាមិនអាចសម្រេចឲ្យព្រះឧត្ត័យដឹកនាំទ័ពចូលវាយប្រទេសសៀមបន្តទៀតនោះឡើយយោងតាមឯកសារដទៃទៀតដែលបានរៀបរាប់ពីព្រឹត្តិការណ៍សៀមមកឈ្លានពានកម្ពុជាដើម្បីសង្កត់ឯករាជ្យកម្ពុជាឲ្យលិចចុះទៅម្ដងទៀតនេះក៏បានឲ្យដឹងលម្អិតថាស្ដេចសៀមថ្មីគឺព្រះចៅសុងថាំដោយមើលឃើញថាកម្ពុជាមិនចំណុះប្រទេសខ្លួននឹងបានងាកទៅចងសម្ព័ន្ធមិត្តជាមួយនឹងយួនភាគកណ្ដាលយ៉ាងដូច្នោះព្រះអង្គខឹងក្រោធយ៉ាងខ្លាំងហើយបានបញ្ជូនកងទ័ពឲ្យចូលឈ្លានពានកម្ពុជាចំនួន2លើកលើកទី1កើតឡើងនៅឆ្នាំ1521ដោយព្រះចៅសុងថាំបានដឹកនាំទ័ពដោយផ្ទាល់ព្រះអង្គឯងចូលឈ្លានពានប្រទេសកម្ពុជាដែលមានកម្លាំងទ័ពសរុប 150,000 នាក់ចែកជា3កងកងទី1មានចំនួន 55,000 នាក់កាត់តាមខេត្តពោធិ៍សាត់កងទី2មានចំនួន 20,000 នាក់ជាកងទ័ពជើងទឹកចូលតាមច្រកសមុទ្រឆ្លងកាត់ស្រុកបន្ទាយមាសឬខេត្តកំពតបច្ចុប្បន្ននិងកងទី3មានចំនួន 30,000 នាក់ជាកងទ័ពជើងទឹកដែរប៉ុន្តែឆ្លងកាត់ផ្លូវគោកហើយបានចុះមកបឹងទន្លេសាបព្រះបាទជ័យជេដ្ឋាទី2មានទ័ពតែ 70,000 នាក់ប៉ុណ្ណោះដោយមើលឃើញថាមិនអាចទប់ទល់នឹងកងទ័ពសៀមដ៏ច្រើនជាងកងទ័ពកម្ពុជានោះ
ទ្រង់បានចាត់ចែងឲ្យព្រះរាជអគ្គមហេសីអង្គជើផ្ញើសារលិខិតទៅសុំជំនួយទ័ពពីព្រះបិតាក្មេកនៅឯប្រទេសយួនភាគកណ្ដាលនោះដោយព្រះចៅអធិរាជហ៊ីតុងបានបញ្ជូនកងទ័ពយួនភាគកណ្ដាលចំនួន 30,000 នាក់មកជួយកម្ពុជាច្បាំងទប់ទល់នឹងទ័ពសៀមព្រះបាទជ័យជេដ្ឋាទី2បានចែកកងទ័ពជា3កងដែរដោយកងទ័ពទី1ដឹកនាំដោយដៃជោមាសមានចំនួន 50,000 នាក់ចូលច្បាំងនឹងកងទ័ពសៀមនៅភ្នំចុងគៀងបាទភ្នំចុងគៀងនេះដូចខ្ញុំលើកឡើងខាងលើគឺស្ថិតនៅត្រង់ស្រុកបរិបូរខេត្តកំពង់ឆ្នាំងបច្ចុប្បន្នកងទ័ពទី2ដឹកនាំដោយព្រះឧត្តយរាជាជាព្រះមហាឧបរាជចូលច្បាំងនឹងកងទ័ពសៀមនៅស្រុកបន្ទាយមាសឯកងទ័ពទី3គឺជាកងទ័ពយួនត្រូវបង្កប់តាមដងទន្លេសាបធ្វើយ៉ាងណាមិនឲ្យកងទ័ពសៀមឡើងគោកបាននោះឡើយពោលគឺកំទេចនៅក្នុងទឹកទន្លេសាបនោះតែម្ដងកងទ័ពជើងគោករបស់សៀមដែលចូលតាមស្រុកបរិបូរត្រូវកងទ័ពដៃជោមាសឡោមព័ទ្ធជារាងស្នែងក្របីវាយឲ្យបរាជ័យរីឯកងទ័ពជើងទឹករបស់សៀមដែលលើកមកតាមច្រកសមុទ្រឡើងច្រាំងត្រង់ស្រុកបន្ទាយមាសក៏ត្រូវបរាជ័យក្រោមស្នាដៃព្រះឧត្តយរាជាដែរចំណែកឯកងទ័ពជើងទឹកសៀមដែលធ្វើដំណើរតាមផ្លូវគោកហើយចុះមកតាមច្រកបឹងទន្លេសាបបន្តមកតាមដងទន្លេសាបក្នុងបំណងចូលវាយក្រុងឧដុង្គនោះក៏ត្រូវកងទ័ពយួនស្ទាក់បាញ់នៅម្ដុំខេត្តកំពង់ឆ្នាំងទៅទៀតដែរនៅទីបំផុតកងទ័ពទាំង3កងរបស់សៀមក៏ត្រូវរងបរាជ័យយ៉ាងដំណំកងទ័ពសៀមជើងគោកសល់តែជាង 10,000 នាក់ក៏ដកត្រឡប់ទៅប្រទេសសៀមអយុធ្យាវិញរីឯកងទ័ពសៀមជើងទឹកទាំង2កងត្រូវកងទ័ពខ្មែរកំចាត់ចោលគ្មានសល់ឡើយក្នុងចម្បាំងដ៏ក្តៅគគុកនេះខាងកងទ័ពកម្ពុជានិងកងទ័ពជំនួយយួនក៏ខូចខាតច្រើនផងដែរក្នុងនោះកងទ័ពយួនដែលលើកមកជួយច្បាំងត្រូវស្លាប់អស់ 27,000 នាក់ឯកងទ័ពកម្ពុជាយើងត្រូវស្លាប់អស់ជាង 30,000 នាក់ពោលគឺនៅសល់តែជាង 30,000 នាក់ប៉ុណ្ណោះព្រោះកងទ័ពកម្ពុជាសរុបមានចំនួន 70,000 នាក់ប្រិយមិត្តចង់ដឹងទេថាព្រះចៅសង្ថាំស្ដេចសៀមនេះជាអ្នកណាបើយោងតាមសៀវភៅប្រវត្តិសាស្ត្រថៃរបស់លោក David Wyatt បានឲ្យដឹងថាចៅសង្ថាំនេះគឺជាកូនរបស់ព្រះចៅឯកាទុសរតជាមួយនឹងស្រីស្នំម្នាក់ហើយក៏ត្រូវជាក្មួយរបស់ព្រះចៅនរេសូផងដែរប្រិយមិត្តប្រហែលជាស្គាល់ហើយព្រះចៅនរេសូនិងព្រះអនុជរបស់ទ្រង់គឺព្រះឯកាទុសរតសុទ្ធតែជាស្ដេចសឹកសង្គ្រាមរបស់សៀមអយុធ្យាបាទនៅពេលមិនទាន់ឡើងសោយរាជសង្ថាំបានសាងព្រះភ្នោះបូជាកាយចំពោះព្រះពុទ្ធសាសនាលុះពេលព្រះចៅស៊ីសៅវផាឡើងសោយរាជជាស្ដេចសៀមអយុធ្យានៅឆ្នាំ1610ដល់1611ពោលគឺមិនបានមួយឆ្នាំផងព្រះសង្ឃសង្ថាំនេះបែរជាលួចធ្វើគុតព្រះរាជាដែលត្រូវជាបងប្អូនម្ដាយទីតីរបស់ខ្លួននិងបានឡើងសោយរាជដោយខ្លួនឯងព្រះសង្ឃអង្គនេះនៅពេលឡើងសោយរាជបានយកព្រះនាមថាព្រះចៅឥន្ទ្ររាជាឬដែលពួកសៀមហៅថាព្រះចៅសង្ថាំពងសាវតាអយុធ្យាបានបន្តថាស្ដេចសៀមព្រះចៅសង្ថាំនេះដោយមិនអស់ព្រះទ័យនឹងបរាជ័យក្នុងការឈ្លានពានកម្ពុជាលើកទី1នៅឆ្នាំ1621នោះព្រះអង្គបានបញ្ជាឲ្យព្រះអង្គម្ចាស់ស៊ីស៊ីនឬស្រីស្រិន្ទ្រៈដែលជាព្រះរាជបុត្រដឹកនាំកងទ័ពចូលឈ្លានពានប្រទេសកម្ពុជាភាគខាងក្រោមម្ដងទៀតនៅឆ្នាំ1622ប្រវត្តិសាស្ត្រខ្មែរដែលសរសេរដោយជនជាតិហូឡង់បានបញ្ជាក់ដែរថាកងទ័ពជើងទឹកសៀមចំនួន 40,000 នាក់បានបើកការវាយប្រហារទៅលើកំពង់ផែខេត្តពាមនៃទឹកដីកម្ពុជាក្រោមបច្ចុប្បន្នក្នុងពេលនោះកម្ពុជាមានទ័ពជើងទឹកតែ 5,000 នាក់ប៉ុណ្ណោះដោយកម្ពុជាខ្វះកងទ័ពជើងទឹកបែបនេះជាពិសេសការខ្វះនៅទូកចម្បាំងព្រះបាទជ័យជេដ្ឋាទី2បានស្នើសុំជំនួយទ័ពពីស្ដេចវៀនឬក៏ស្ដេចយួនភាគកណ្ដាលជាលើកទី2ដោយខាងយួនបានបញ្ជូនកងទ័ពជើងទឹកចំនួន 25,000 នាក់ចូលរួមច្បាំងជាមួយកម្ពុជានៅសមរភូមិខេត្តពាមនេះបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលវៀតណាមដាក់បញ្ចូលជាទីរួមខេត្តជាមួយខេត្តក្រមួនសហៅថាគៀងយ៉ាងជាប់ជាមួយនឹងខេត្តកំពតយើងបច្ចុប្បន្នក្នុងចម្បាំងប្រឆាំងនឹងការឈ្លានពានរបស់សៀមជាលើកទី2នេះកាំភ្លើងធំជាច្រើនបានបាញ់ប្រហារគ្នាទៅលើទូកចម្បាំងសៀមនៅទីបំផុតកងទ័ពសៀមបានបរាជ័យទាំងស្រុងដោយពាក់កណ្ដាលត្រូវបាត់បង់ជីវិតនៅសល់ពាក់កណ្ដាលទៀតក៏ត្រូវដកថយត្រឡប់ទៅក្រុងស្រីអយុធ្យាវិញជ័យជំនះរបស់កម្ពុជាទាំងពីរលើកនេះបានក្លាយជាការជំពាក់គុណចំពោះស្ដេចត្រាញ់យុទ្ធភាគកណ្ដាលគឺរាជវង្សវៀនហើយការជំពាក់គុណនេះបាននាំមកនូវទម្ងន់ចិត្តដល់ព្រះរាជាខ្មែរក្នុងការយល់ព្រមផ្ដល់សិទ្ធិឲ្យរាជការវៀនកាន់កាប់មណ្ឌលពាណិជ្ជកម្មនៅកំពង់ក្របីពោលគឺជិតក្រុងព្រៃនគរបច្ចុប្បន្ននិងនៅខេត្តអូកាប់ដែលយួនហៅវងតាវប៉ុន្តែសូមកុំភ្លេចជួយ follow Facebook page Subscribe Channel YouTube
ហើយមេតាសូមបរិច្ចាគឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទខ្លះផងដើម្បីបន្តការផលិតវីដេអូប្រវត្តិសាស្ត្របែបនេះចែកជូនប្រិយមិត្តបន្តទៀតបាទហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់សប្បុរសជនកន្លងមកដែលបានឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទខ្ញុំបាទពិតជាមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបាទសូមអរគុណគោរពលាបាទ